បាត់លុយអស់$4កាត់ ATM ចំនួន5ធ្វើឲ្យអារម្មណ៍ផ្លូវចិត្តល្អប្រសើរជាងមុនការពីអាទិត្យមុនគឺខ្ញុំបានទៅទិញកាបូបថ្មីពេលហ្នឹងគឺខំលាកាបូបចាស់ស្វាគមន៍កាបូបថ្មីដាក់លុយដាក់កាតអីមកស្អាតពីថ្ងៃក្រោយមកដល់ផ្ទះវិញគឺបាត់កាបូបថ្មីនឹងឆឹងមិនដឹងថាជួសធាក់នៅណាគឺរត់ឃើញគឺបាត់ស្មោតឆឹងពេញមួយយប់ហ្នឹងគឺដេកអត់លក់ទេខ្ញុំលើកទី1ដែលបាត់កាបូបលុយអត់ដែលបាត់កាបូបលុយសោះអញ្ចឹងអ្នកដែលធ្លាប់បាត់កាបូបលុយប្រកាសជាយល់អារម្មណ៍ហ្នឹងហើយគឺមានអារម្មណ៍ថាហួសចិត្តមិនអស់ចិត្តមានអារម្មណ៍ថាបារម្ភមានអារម្មណ៍ថាមិនដឹងបាត់ទៅណាអត់អស់ចិត្តខ្លួនឯងអញ្ចឹងដេកគិតដេកសម័យថាធ្លាក់នៅណាបាត់នៅណាគឺមួយយប់ហ្នឹងដេកតែគិតថ្ងៃគឺដេកអត់លក់ទេព្រឹកឡើងដល់ម៉ោងភ្ញាក់គឺចង់ស៊ីសើព្រោះយប់មិញដេកអត់លក់ទេអញ្ចឹងដេកភ្ញាក់ដេកអត់ស្ងប់ចង់ឈឺទៀតពេលហ្នឹងក៏ភ្ញាក់ខ្លួនថាទេបើនៅតែបារម្ភអញ្ចឹងទៀតនៅតែខ្វាយខ្វល់អញ្ចឹងទៀតប្រកាសជាប៉ះពាល់ដល់ខ្លួនឯងហើយព្រោះថាពេលហ្នឹងគឺខ្ញុំដឹងទុកមុនហើយមានអារម្មណ៍ថាកាបូបលុយហ្នឹងវាបាត់ហើយគឺមានសង្ឃឹមតិចណាស់ក្នុងការរកឃើញវាវិញអញ្ចឹងខ្ញុំក៏សម្រេចចិត្តទទួលយកការពិតថាកាបូបលុយហ្នឹងវាបាត់ហើយអញ្ចឹងឲ្យខ្ញុំទទួលយកទៅនៅពេលដែលខ្ញុំទទួលយកគឺខ្ញុំមានអារម្មណ៍ថាស្រឡះចិត្តជាងមុនហើយជាងពីការផ្ដោតទៅលើការបាត់កាបូបលុយហ្នឹងគឺខ្ញុំផ្ដោតទៅលើដំណោះស្រាយថាតើត្រូវធ្វើម៉េចបន្ទាប់ពីយើងបាត់កាបូបលុយហ្នឹងអញ្ចឹងអ្វីដែលខ្ញុំផ្ដោតបន្ទាប់គឺខ្ញុំផ្ដោតទៅលើអ្វីដែលខ្ញុំអាចធ្វើបានគឺមានដូចជា lock កាតរបស់ខ្ញុំគឺកុំឲ្យគេចាយបាតកាត 4-5 ទាំងអស់ដែលខ្ញុំអាចនឹកឃើញក្នុងកាបូបលុយហ្នឹងគឺខ្ញុំ lock ចោលកុំឲ្យគេប្រើបានកុំឲ្យគេចាយបានហើយប្រាប់ខ្លួនឯងថាកាតទាំងអស់ហ្នឹងគឺយើងអាច apply មកវិញបានទេហើយទោះបីជាវារៀងប្រើពេលយូរបន្តិចវាចំណាយពេលច្រើនបន្តិចប្រើកម្លាំងកាយរបស់យើងទៅធ្វើម្ដងទៀតប៉ុន្តែវាមិនអីទេហើយលុយដែលបាត់ហ្នឹងឲ្យវាបាត់ទៅគឺចាត់ទុកថាជាមេរៀនបង្រៀនឲ្យយើងចេះប្រុងប្រយ័ត្នលើក្រោយទៀតអញ្ចឹងអ្វីដែលខ្ញុំបានរៀនពីព្រឹត្តិការណ៍មួយនេះគឺថាទី1គឺឲ្យខ្ញុំប្រុងប្រយ័ត្នជាងមុនឲ្យយកចិត្តទុកដាក់ជាមួយនឹងរបស់របរផ្ទាល់ខ្លួនកុំឲ្យប្រហែសមេរៀនទី2នៅពេលដែលមានរឿងអីកើតឡើងបើយើងមិនទទួលយកការពិតមានន័យថាយើងកំពុងតែផ្ដោតទៅលើបញ្ហាប៉ុន្តែបើយើងទទួលយកការពិតនោះវាមានន័យថាយើងផ្ដោតទៅលើដំណោះស្រាយបើយើងផ្ដោតទៅលើបញ្ហានោះយើងមិនអាចចេញទៅណារួចបានទេគឺវានៅតែវល់នៅនឹងឯងប៉ុន្តែបើយើងផ្ដោតទៅលើដំណោះស្រាយគឺយើងនឹងរកឃើញដំណោះស្រាយដឹងថាយើងត្រូវធ្វើម៉េចត្រូវធ្វើឲ្យបន្ទាប់ឲ្យយើងគ្រប់គ្រងអ្វីដែលយើងអាចគ្រប់គ្រងបានអាចរកដំណោះស្រាយដែលវាល្អជាងមុនអាចធ្វើឲ្យយើងទៅដល់កន្លែងដែលប្រសើរជាងមុនអ្វីក៏ដោយមិនមែនថាតែរឿងបាត់កាបូបលុយនឹងទេបើយើងនៅតែមិនព្រមទទួលស្គាល់យើងនៅតែផ្ដោតលើបញ្ហាផ្ដោតលើអ្វីដែលបានកើតឡើងនោះយើងទៅណាមិនរួចទេគិតយូរទៅវាអាចនឹងនាំឲ្យរឿងនឹងធំលើដើមឬក៏វាអាចផ្ដល់ផលប៉ះពាល់ដល់កន្លែងណាមួយផ្សេងទៀតប៉ុន្តែបើយើងផ្ដោតលើដំណោះស្រាយខំរកដំណោះស្រាយផ្ដោតលើអ្វីដែលយើងអាចធ្វើបាននោះវានឹងល្អប្រសើរនោះយើងនឹងអាចទៅមុខបន្តទៀតអញ្ចឹងព្រឹត្តិការណ៍មួយនេះវាបានបង្រៀនមេរៀនមួយយ៉ាងសំខាន់មកដល់ខ្ញុំហើយខ្ញុំសង្ឃឹមថាវានឹងបង្រៀនអ្នកទាំងអស់គ្នាដូចវាបង្រៀនខ្ញុំដែរខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ